បងប្អូនអរគ្នាស្គាល់ត្រីកោណសុខភាពនិងរូបរាងអត់បើសិនជាបងប្អូនអរគ្នាអត់ទាន់ស្គាល់ទេបងប្អូនអរគ្នានឹងមានបញ្ហាសុខភាពហើយនិងរូបរាងនៅក្នុងវីដេអូនេះខ្ញុំបង្ហាញអំពីត្រីកោណសុខភាពហើយត្រីកោណសុខភាពនេះគឺជារូបមន្តនឹងជួយឲ្យបងប្អូនអរគ្នាបានសុខភាពល្អហើយនិងរូបរាងល្អទី1បងប្អូនអរគ្នាត្រូវផ្ដោតទៅលើអាហារូបត្ថម្ភបងប្អូនអរគ្នាត្រូវញ៉ាំអាហារដែលមានអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃទី2ជារៀងរាល់ថ្ងៃបងប្អូនអរគ្នាត្រូវគេងឲ្យបានគ្រប់គ្រាន់យ៉ាងហោចណាស់ក៏ត្រូវគេងឲ្យបាន8 9ម៉ោងដែរទី3បងប្អូនអរគ្នាព្យាយាមធ្វើលំហាត់ប្រាណអញ្ចឹងរាល់ថ្ងៃគឺរាងកាយរបស់យើងត្រូវការអញ្ចឹងបងប្អូនអរគ្នាអនុវត្តអញ្ចឹងរាល់ថ្ងៃមកបងប្អូនអរគ្នាបានទាំងសុខភាពល្អហើយនិងរូបរាងល្អទាក់ទងនឹងអាហារូបត្ថម្ភសំខាន់ជាងគេបងប្អូនរាងកាយរបស់យើងតើកាលណាខ្វះអាហារូបត្ថម្ភគឺមានបញ្ហាសុខភាពច្រើនបើសិនជាបងប្អូនអរគ្នាទទួលទានអាហារដែលមានអាហារូបត្ថម្ភគ្រប់គ្រាន់បើទោះបីបងប្អូនអរគ្នាអត់មានពេលវេលាគ្រប់គ្រាន់ក្នុងការហាត់ប្រាណក៏បងប្អូនអរគ្នាបានសុខភាពល្អនិងរូបរាងល្អដែរតែបើសិនជាខ្វះអាហារូបត្ថម្ភវិញគឺបងប្អូនអរគ្នានឹងមានបញ្ហាសុខភាពហើយនិងរូបរាងហើយទាក់ទងនឹងអាហារូបត្ថម្ភគឺវានៅលើរបបអាហារប្រចាំថ្ងៃរបស់យើងដែលយើងញ៉ាំវានៅលើបន្លែផ្លែឈើត្រីសាច់គ្រប់ពណ៌គ្រប់ប្រភេទបើសម្រាប់ខ្ញុំរាល់ថ្ងៃខ្ញុំអាចញ៉ាំគ្រប់មុខបានទេហើយខ្ញុំជឿថាប្រហែលជាបងប្អូនអរគ្នាញ៉ាំគ្រប់មុខក៏អត់បានដែរភាគច្រើនបើយើងចូលចិត្តញ៉ាំអីគឺយើងញ៉ាំដែរហ្នឹងហើយបើសម្រាប់ខ្ញុំសឹងតែថាមួយអាទិត្យខ្ញុំអត់ទាន់បានញ៉ាំផ្លែឈើម្ដងផងអានឹងវាសិតតែជាបញ្ហាដល់សុខភាពហើយអញ្ចឹងបានជាខ្ញុំយកផលិតផលនេះមកញ៉ាំពីព្រោះផលិតផលនេះមានអាហារូបត្ថម្ភគ្រប់គ្រាន់ដល់អញ្ចឹងហើយខ្ញុំមានទាំងរូបរាងល្អហើយនិងសុខភាពល្អ